ស្លៀកពាក់ស្អាតហ្នឹងដើម្បីទៅស្ថានទូតអាមេរិកដើម្បីទៅយកវីសាហើយនេះជាกระดาษរបស់ទូតណាត់ឲ្យទៅយកនៅថ្ងៃនេះដាក់នឹងខ្លួនខ្ញុំចាស់ហើយមិនសង្ឃឹមថាបានជាប់ទេអានេះដោយសារក្រុមហ៊ុនរបស់ស៊ីជីរ៉ូនឹងជួយជ្រោមជ្រែងពីក្រោយទៀតដែរបានជាការនឹងវាបានដំណើរការដោយរលូនពេលដែលបានវីសាគឺខ្ញុំមានការភើបអមែនតើដែលក្នុងចិត្តបានមិននឹកស្មានដល់ថាខ្លួនខ្ញុំចាស់ជាមួយពុទ្ធខ្ញុំនឹងស្ថានទូតអាមេរិកបានចេញវីសាឲ្យខ្ញុំទៅសហរដ្ឋអាមេរិកតែពួកអីសិតតែវ័យចាស់អស់ហើយមិននឹកស្មានថានឹងបានទៅដល់អាមេរិកដោយសារក្រុមហ៊ុន C0 នឹងរៀបចំឲ្យខ្ញុំបានទៅទេអញ្ចឹងចាហើយរងចាំក៏មិនរយៈពេលយូរដែរនឹងបានទៅនឹងអញ្ចឹងទៅពេលដែលសម្ភាសនឹងគឺមិនជាស្ថានទូតមិនជាសួរអីច្រើនពិបាកអីយ៉ាងណាទេសួរងាយនឹងយើងអាចមានសមត្ថភាពក្នុងការឆ្លើយតាមរយៈក្រុមហ៊ុនដែលគាត់បានជួយដល់យើងណែនាំយើងឲ្យបានយើងឆ្លើយដូច្នេះហើយទៅស្ថានទូតអាមេរិកក៏គេឆ្លើយតាមសួរតាមរបៀបលំដាប់នឹងដែរចូលទៅ2ដងលើកទី1មិនបានទៅទេលើកទី2នេះគឺចូលទៅដូចថាគេហៅយកវីសាតែម្ដងអញ្ចឹងមិនស៊ីសួរអីច្រើនទេគ្រាន់តែសួរថាអ្នកទៅនៅទីនោះមានញាតិសន្តានទេហើយខ្ញុំឆ្លើយថាខ្ញុំមានញាតិសន្តានខ្ញុំដោយសារតឡងខ្ញុំរស់នៅទីនោះបាទខ្ញុំអរគុណក្រុមហ៊ុន C0 បានធ្វើការខ្នះខ្នែងឲ្យតែខ្ញុំបានវីសាពីស្ថានទូតហើយឥឡូវនេះគឺខ្ញុំគឺចេញពីស្ថានទូតហើយគឺគេឲ្យវីសាខ្ញុំផ្ទាល់ហ្មងនេះខ្ញុំអរគុណដល់ក្រុមហ៊ុន C0 ដែលបានខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយខ្ញុំពីអ្នកប្តីប្រពន្ធបានវីសាទៅនៅអាមេរិកទាំងពីរអ្នកប្តីប្រពន្ធអរគុណណាស់ចានេះគឺជាវីសាចាសូមអរគុណក្រុមហ៊ុន C0 ដែលបានក្រាស់ខ្នែងបានធ្វើការឲ្យខ្ញុំពីអ្នកប្តីប្រពន្ធបានវីសាទៅនៅសហរដ្ឋអាមេរិកដោយសារក្រុមហ៊ុនមានសមត្ថភាពខ្លាំងណាស់ដែលបានឲ្យខ្ញុំបានទៅនៅសហរដ្ឋអាមេរិកហ្នឹងដោយសារខ្លួនខ្ញុំចាស់ពីអ្នកប្តីប្រពន្ធមែនប៉ុន្តែក្រុមហ៊ុនខ្នះខ្នែងខំធ្វើការងារឲ្យខ្ញុំបានរហូតពីដើមដល់ចប់រហូតដល់ទទួលបានវីសា